Bong krap ti tang perpet lemah tam percaya kak wajib baikan lainនៅកណ្ដាលរាជធានីភ្នំពេញនិងខត់ខ្លួនបានមនុស្ស24នាក់រាជធានីភ្នំពេញទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន3ទីតាំងផ្សេងគ្នានៅកណ្ដាលរាជធានីភ្នំពេញត្រូវបានកម្លាំងគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃចុះឡោមព័ទ្ធបង្ក្រាបនិងឃាត់ខ្លួនជនបរទេសចម្រុះជាតិសាសន៍ចំនួន24នាក់ព្រមទាំងដកហូតវត្ថុតាំងប្រព្រឹត្តបទល្មើសជាច្រើនប្រតិបត្តិការនេះធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី29ខែកញ្ញាឆ្នាំ2025ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរតាមគណៈបញ្ជាការដឹកនាំស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទនៃក្រសួងមហាផ្ទៃបានឲ្យដឹងថានៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025កម្លាំងជំនាញរបស់អគ្គស្នងការនគរបាលជាតិដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋានបានធ្វើការចុះត្រួតពិនិត្យទីតាំងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន2កន្លែងនិងបង្ក្រាបទីតាំងមួយកន្លែងដែលលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាបន្ទាប់ពីសមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតបញ្ជាក់និងឃ្លាំមើលទីតាំងខាងលើប្រមាណ3ខែកន្លងមកហើយការបង្ក្រាបធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមទាំងគោលការណ៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងការចង្អុលដឹកនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិសមត្ថកិច្ចជំនាញបានរកឃើញជនបរទេសសរុបចំនួន24នាក់ក្នុងនោះមានស្រីចំនួន3នាក់និងមានចំនួន3សញ្ជាតិកំពុងស្នាក់នៅនិងបម្រើការក្នុងទីតាំងខាងលើដែលបានដកហូតវត្ថុតាងដូចជាកុំព្យូទ័រយួរដៃ tablet iPad ទូរស័ព្ទដៃនិង SIM card បរទេសដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាបច្ចុប្បន្នជនសង្ស័យជាជនបរទេសទាំងអស់ខាងលើត្រូវបាននាំខ្លួនមកនាយកដ្ឋានជំនាញបន្តនីតិវិធីសាកសួរឈានទៅស្រាវជ្រាវកំណត់ស្វែងរកមុខសញ្ញាមេខ្លោងដើម្បីអនុវត្តតាមនីតិវិធីកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You